សួស្តីបងប្អូនគ្នាហ្នឹងហើយចឹងខ្ញុំមាន iPhone មួយដើម 7G ណាបងប្អូនរូបរាងរបស់គេគឺនៅប៉ុណ្ណឹងគួរសមបងប្អូននៅទទួលយកបានតែយើងសឹកកេមបន្តិចណាបងប្អូនណាអូខេហើយសម្រាប់ម៉ាស៊ីននេះគឺអែមមែនតើបងប្អូននៅសំណុំស៊ីនណាប៉ុន្តែអេក្រង់នេះធ្លាប់អត់កញ្ចក់តែប៉ុណ្្នឹងឯងអេក្រង់ស៊ីនរបស់វាប៉ុន្តែធ្លាប់អត់កញ្ចក់ហើយសម្រាប់ scan កាយ៉ាដៃក៏នៅដំណើរការធម្មតាដែរបងប្អូនអូខេឥឡូវខ្ញុំតែឲ្យបងប្អូនគ្នាទាំងអស់គ្នាមើលអូខេចេះ scan កាយ៉ាដៃគឺនៅធម្មតាបងប្អូនអាចយកទៅប្រើជាមួយនឹង scan កាយ៉ាដៃបានណាអូខេហើយសម្រាប់កាមេរ៉ារបស់វាគឺនៅច្បាស់ដូចគ្នាអូខេអញ្ចឹងដូចបងប្អូនបានឃើញកាមេរ៉ារបស់គេគឺច្បាស់ណាច្បាស់មុខច្បាស់ក្រោយណាអូខេបងប្អូនគឺច្បាស់អែមមែនតើអីវ៉ាន់នេះយកទៅគឺមកល្មមប្រើបងប្អូនឯសារអីវ៉ាន់នេះធ្លាប់អត់កញ្ចក់អញ្ចឹងបងប្អូនមើលខាងលើនេះមានភ្លើងតិចដោយសារពេលតម្លាក់កញ្ចក់អត់ទៅវាខិតក្រោមបន្តិចអញ្ចឹងប៉ុន្តែការប្រើប្រាស់មានបញ្ហាអីទេគឺស្អាតបងប្អូនមើលតម្រងរូបរាងរបស់គេគឺស្អាតណាអូខេអេក្រង់ស៊ីន touch ស៊ីនយូរមកអែមតែម្ដងហើយសម្រាប់ម៉ាស៊ីននេះគឺ 32G បងប្អូនអូខេជើខ្ញុំបើកឲ្យបងប្អូនទាំងអស់គ្នាមើល 32G ណាអញ្ចឹងសម្រាប់តម្លៃលក់បងប្អូនបានដឹងអញ្ចឹងពីមុនគឺ30រៀលឥឡូវក៏នៅតែ30រៀលដែរអត់មានឡើងថ្លៃទេបងប្អូនសម្រាប់ម្ដងនេះតម្លៃ30រៀលដល់ 20000 ណាអញ្ចឹងបងប្អូនត្រូវការអាចតំណតាមរយៈលេខរបស់ហាងបានណាសម្រាប់លេខរបស់ហាងបងប្អូនអាច call មកក៏បាន Telegram ក៏បានហើយបងប្អូនអាចឆាតមក Facebook របស់ហាងក៏បានដែរបើហាងតបបងប្អូនយឺតយ៉ាវអធិស្ឋានផងដោយសារហាងអ្នកកាន់តែម្នាក់ទេកាន់ផ្ទាល់អញ្ចឹងមានការរវល់ការងារច្រើនណាអញ្ចឹងដោយសារការងារច្រើនអញ្ចឹងតបឆាតផងតប Facebook ផងតបអីផងអញ្ចឹងហើយលក់ប្រភេទ cafe លក់អីទៀតអញ្ចឹងវាមានការឆ្លើយតបមួយបងប្អូនយឺតយ៉ាវតិចតួចបងប្អូនអធិស្ឋានផងណាអូខេអញ្ចឹងសម្រាប់បងប្អូនដែលត្រូវការកុំភ្លេចតំណមកកាន់ហាងមកហើយតម្លៃដល់ 20000 ហ្នឹងមិនមែនបានតែទូរស័ព្ទទេគឺបងប្អូនបានទៅជាមួយនឹងឆ្នាំងសាកមួយឈុតតែម្ដងតម្លៃដូចបងប្អូនឃើញនៅលើអេក្រង់អញ្ចឹងមិនមែនឆ្នាំងសាកon free ឲ្យបងប្អូនទាំងអស់គ្នាទេព្រោះនេះខ្ញុំគិតតម្លៃហ្នឹងហើយបើបងប្អូនអត់យកឆ្នាំងសាកអត់យកសបកអាហ្នឹងគឺយើងនឹងដកតម្លៃឲ្យបងប្អូនតិចទៀតណាចុះបងប្អូនយកទៅមានឆ្នាំងសាកមានសបកមាន screen ឲ្យបងប្អូនបិទឲ្យហើយទៀតអញ្ចឹងតម្លៃតែដល់ 20000 ទេបងប្អូនអញ្ចឹងសម្រាប់បងប្អូនដែលចង់ដឹងព័ត៌មានបន្ថែមអាចតំណមកកាន់ Facebook របស់ហាងបានគឺ Facebook មួយនេះណាអូខេអញ្ចឹងបងប្អូនមានចម្ងល់អីតាក់ទងជាមួយនឹងហាងទៅហើយហាងនឹងបញ្ជាក់ព័ត៌មានលម្អិតសម្រាប់ម្ដងមួយហ្នឹងឯងតើវាមានបញ្ហាទាំងណាស្ទើរឡើងណាអីអត់ប៉ុន្តែសម្រាប់ម្ដងនេះគឺមានបញ្ហាអីទេណាបងប្អូនសលេងគឺលឺច្បាស់ធម្មតាការប្រើប្រាស់មិនថា SIM មិនថា Wi-Fi ទេគឺដំណើរការមកអែមទាំងអស់អូខេអញ្ចឹងសម្រាប់វីដេអូនេះគឺមានតែប៉ុណ្្នឹងឯងយើងជួបគ្នានៅវីដេអូក្រោយទៀត